តោះថ្ងៃនេះយើងមករៀនធ្វើជ្រក់ញ៉ាំបាយស៊ុបទាំងអស់គ្នាដោយសារថ្ងៃស្អែកនេះថ្ងៃតើតើចឹងចង់ធ្វើអីញ៉ាំប្លែកម្ដងណាកុំឲ្យបាយម្ហូបដដែលចឹងយើងធ្វើបាយស៊ុបញ៉ាំម្ដងហើយជ្រក់នេះយើងអាចធ្វើទុកពីមុនមួយថ្ងៃអីចឹងទៅហើយទុកទូទឹកកកទៅដល់ពេលយើងញ៉ាំវាចូលជាតិល្អបន្លែដែលធៀមធ្វើជ្រក់ហ្នឹងយើងយកមកច្របល់ជាមួយអំបិលហើយយើងលាងទឹកឲ្យស្អាតហើយបន្ទាប់មកចាំយើងយកមកធ្វើហើយគ្រឿងផ្សំយើងមានដូចជាខ្ទឹមក្រហមខ្ទឹមសម្ទេសអីអំបិលស្ករប៊ីចេងអីធម្មតានឹងឯងហើយវិធីធ្វើមានអីពិបាកអីគ្រាន់តែយើងលាយគ្រឿងផ្សំតាមអ្វីដែលយើងចូលចិត្តទៅហើយជាធម្មតាជ្រក់យើងញ៉ាំរសជាតិរៀងផ្អែមបន្តិចហើយជូរអញ្ចឹងណាมันវាឆ្ងាញ់ដាក់គ្រឿងរួចហើយយើងគ្រាន់តែកូរវាឲ្យសព្វគ្រប់គ្រឿងអញ្ចឹងមកហើយតែនិយាយគ្នាហើយខ្ញុំមិនមែនជាអ្នកជំនាញធ្វើជ្រក់អីទេខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលខ្ញុំធ្លាប់ដឹងពីមុនមកឯងបើសិនជាខុសឆ្គងអីកុំប្រកែកប្រកាន់ហើយជ្រក់នេះផងដែរបើសិនជាយើងធ្វើហើយយើងដាក់ទុកក្នុងប្រអប់បិទចិត្តទុកក្នុងទូទឹកកកទុកបានយូរនេះឥឡូវ final ហើយចេញមកហើយគឺរូបរាងវាអញ្ចឹងឯងហើយរសជាតិវាក៏អាចញ៉ាំបានជ្រក់បាយស៊ុបនេះអ្នកខ្លះក៏គេអាចដាក់ល្ហុងខ្ចីបានដែរណាប៉ុន្តែតាមទម្លាប់ផ្ទះរៀងខ្លួនហើយជ្រក់នេះយើងអាចញ៉ាំជាមួយបាយស៊ុបក៏បានញ៉ាំជាមួយដូចជាងៀតគោអាំងអីចឹងក៏បានដែរ